ចាថ្ងៃនេះខ្ញុំមានម្ហូបមួយមុខទៀតហើយគឺឆាបន្លែចាស្ពៃបូកគោជាមួយនឹងបង្គាក្រៀមលីប្រហិតសាច់ក្តាមតិចៗចាជាដំបូងហ្នឹងគឺខ្ញុំមានស្ពៃចាលាងសម្អាតទឹកឲ្យរួចហើយបានយកវាស់មកហាន់ចាហាន់ជាចំណិតស្ដាងនៅគល់វាអញ្ចឹងហើយនឹងកាត់ជាដុំខ្លីៗតាមចំណង់ចំណូលចិត្តរបស់បងប្អូនធ្លាប់ធ្វើអញ្ចឹងណាចាដូចខ្ញុំកាត់ជាកង់ខ្លីៗល្មមអញ្ចឹងទៅអ្នកខ្លះក៏គេកាត់រៀងវែងហើយពុះកណ្ដាលវិញចាតាមចំណង់ចំណូលចិត្តនីមួយតាហើយខ្ញុំមានខ្ទឹមសហ្នឹង3កំពឹសទេចាយកវាមកដំបកសបកបកអីចេញហើយចិញ្ច្រាំវារៀងល្អិតតិចទៅដើម្បីយើងទុកយកទៅឆាចាហើយខ្ញុំបានដាំទឹកចាខ្ញុំបានដាំទឹកឲ្យពុះសិនដើម្បីយើងយកស្ពៃទៅស្រស់ហើយពេលនោះដែរគឺខ្ញុំមានប្រហិតសាច់ក្តាមនេះគឺ5ដើមចាខ្ញុំយកវាមកហាន់ជាដុំខ្លីៗទៅកង់ខ្លីៗខ្លះអញ្ចឹងទៅណាតាមចំណង់ចំណូលចិត្តដែរបងប្អូនហើយយើងដាំទឹកនេះក៏វាពុះហើយអញ្ចឹងយើងយកស្ពៃដែលយើងហាន់មិញហ្នឹងយកមកសុះទឹកបន្តិចសិនដើម្បីឲ្យវាមិនឲ្យឆ្អិនខ្លាំងទេគាត់ថាមកល្មមមកសពបចាដល់ពេលយើងឆាទៅវាអត់ពិបាកញ៉ៃក្នុងខ្ទះផងហើយក៏វាស្រួលដូចថាយើងប្រកាសទៅស្ពៃយើងបានឆ្អិនល្អហើយវាមិនឆ្អិនជ្រុលចាហើយដល់ពេលយើងសុះអីហើយអញ្ចឹងទៅយើងយកខ្ទះដដែលហ្នឹងយើងដាក់ខ្ទះឲ្យក្តៅមកដាក់ខ្លាញ់ដាក់ប្រេងឆាហើយបានខ្ញុំឆាបង្គាក្រៀមចាជាមួយនឹងប្រហិតសាច់ក្តាមយើងឆាឲ្យវាខ្លាំងឈ្ងុយចាព្រោះរបស់អស់នេះវាសិតតែឆ្អិនដែរទេប៉ុន្តែយើងគ្រាន់តែថាឆាឲ្យវាមានរសជាតិឈ្ងុយឡើងក្រហមតិចចឹងហើយបានខ្ញុំចាក់ស្ពៃនឹងចូលស្ពៃដែលយើងស្រុះហើយណាដល់ពេលយើងហើយយើងឆាកូរត្រឡប់វាឲ្យសព្វទៅបងប្អូនចាឲ្យក្តៅល្អហើយខ្ញុំមានទឹកសោសដែលខ្ញុំធ្វើខ្លួនឯងនេះគឺមានផ្អែមប្រៃនៅក្នុងនឹងហើយស្រេចអញ្ចឹងខ្ញុំដាក់ប្រហែល1ស្លាបព្រាបាយពេញចាហើយខ្ញុំអត់មានថែមអីទៀតទេរួចហើយយើងបន្ថែមតែស៊ុបមាន់ចាម្សៅស៊ុបមាន់ហ្នឹងប្រហែលជា1ស្លាបព្រាកាហ្វេទៅដើម្បីឲ្យវាមានជាតិឆ្ងាញ់ជាងបន្តិចខ្ញុំព្រោះខ្ញុំអត់មានប្រើទឹកត្រីអត់មានថែមស្ករអីទៀតទេខ្ញុំប្រើតែទឹកសោះដែលខ្ញុំធ្វើនឹងហើយនឹងម្សៅស៊ុបមាន់ហ្នឹងជាការស្រេចចាបងប្អូនបាច់ថែមថយរសជាតិអីទៀតទេតែបងប្អូនអាចភ្លក់មើលបានបើខ្វះខាតអីបងប្អូនអាចថែមតាមចំណង់ចំណូលចិត្តណាចាហើយឥឡូវហ្នឹងឲ្យតែទឹកនឹងទឹកឆារបស់យើងដែលពុះហើយឡើងមកគឺឆ្អិនហើយបងប្អូនព្រោះបន្លែហ្នឹងក៏វាឆ្អិនហើយអញ្ចឹងដូច្នេះវាស្រួលណាស់សម្រាប់យើងឆាគឺលឿនហ្មងឆ្អិនហើយបងប្អូនអាចញ៉ាំបានហើយណាចាឥឡូវចេញមកភ្លក់ទាំងអស់គ្នារសជាតិឆ្ងាញ់ហើយយើងអាចញ៉ាំជាមួយនឹងត្រីអាំងអីថែមតិចតួចអញ្ចឹងទៅចាអរគុណបងប្អូនចំពោះការទស្សនា